ថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកមកស្វែងយល់អំពីប្រវត្តិរបស់ចង្កៀងរំយោលឬដែលគេស្គាល់ជាទូទៅថា Chandelier តើលោកអ្នកដឹងទេថាចង្កៀងរំយោលមានប្រវត្តិជាង 1000 ឆ្នាំមកហើយដើមកំណើតរបស់វាតាំងពីសម័យមជ្ឈិមនៅទ្វីបអឺរ៉ុបកាលនោះ Chandelier ត្រូវបានផលិតឡើងពីឈើឬដែកហើយប្រើប្រាស់ទៀនជាប្រភពពន្លឺវាត្រូវបានព្យួរនៅក្នុងព្រះវិហារប្រាសាទឬវិមានធំៗដើម្បីផ្ដល់នូវពន្លឺនិងបង្ហាញពីឋានៈរបស់ម្ចាស់ផ្ទះនៅទីកន្លែងនោះលុះដល់សតវត្សទី17និងទី18ជាពិសេសក្នុងសម័យ Baroque និង Rococo Chandelier ត្រូវបានអភិវឌ្ឍពីឧបករណ៍បំភ្លឺទៅជាស្នាដៃសិល្បៈដ៏ប្រណិតជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាផលិតផលកញ្ចក់និងគ្រីស្តាល់ Chandelier ក្លាយទៅជានិមិត្តរូបនៃភាពថ្លៃថ្នូរភាពសម្បូរបែបនិងរសជាតិដ៏ឆើតឆាយនៅពេលពន្លឺឆ្លុះកាត់គ្រីស្តាល់វាបង្កើតជាពន្លឺចែងចាំងយ៉ាងស្រស់ស្អាតដែលធ្វើឲ្យ Chandelier ក្លាយជាចំណុចទាក់ទាញក្នុងបារម្ភរាជវាំងវិមានសណ្ឋាគារប្រណិតនិងគេហដ្ឋានលំដាប់កម្ពស់ជាច្រើនជុំវិញពិភពលោកចាប់ពីពេលនោះមក Chandelier មិនមែនគ្រាន់តែជាចង្កៀងសម្រាប់បំភ្លឺប៉ុណ្ណោះទេប៉ុន្តែបានក្លាយជានិមិត្តរូបនៃសិល្បៈភាពប្រណិតនិងភាពអស្ចារ្យដែលនៅតែមានតម្លៃរហូតដល់សព្វថ្ងៃឥឡូវនេះលោកអ្នកអាចស្វែងរកនិងទទួលយកស្នាដៃចង្កៀងគ្រីស្តាល់ដ៏ប្រណិតនេះបាននៅ Imperial Luxury ដែលជាទីតាំងនាំមកនៅចង្កៀងគ្រីស្តាល់ម៉ាកល្បីៗជាច្រើននិងគ្រឿងតុបតែងលំដាប់អន្តរជាតិសម្រាប់គេហដ្ឋានដ៏ប្រណិត Imperial Luxury នាំមកនៅភាពប្រណិតយ៉ាងពិតប្រាកដ